ថាបងគិតថារបៀបថាវីដេអូខ្លីៗហ្នឹងខ្ញុំគិតថានៅតែមានឥទ្ធិពលសម្រាប់គុំឥឡូវសម្រាប់ខ្ញុំជា creator ថ្មីមួយរូបផងដែរខ្ញុំគិតថាអីដែលគាត់គោលតែចាប់ផ្ដើមដំបូងគឺគាត់ត្រូវស្វែងរកខ្លួនឯងសិនដើម្បីនៅពេលដែលគាត់បង្កើតមាតិកាមួយក៏ផលិតអ្វីមួយវាងាយស្រួលហើយវាមានភាពជា unique របស់ខ្លួនឯងគិតថា algorithm គឺវាសំខាន់ខ្លាំងបើសិនជាយើងចេះរៀបចំវាឲ្យត្រឹមត្រូវចឹងណាពីច្រើននៅក្នុង Facebook បើសិនជា algorithm យើងល្អគឺវីដេអូយើងគឺ viral ភ្លុះយកមកក្នុង TikTok ក៏ដោយឲ្យអ្នក viewer engagement ចូលទៅវីដេអូយើងចឹងតាមរយៈការ like ការ share ការ comment អីផ្សេងៗអ្នកផលិតមាតិកាយើងអាចធ្វើ algorithm នឹងឲ្យដើរល្អវីដេអូយើងគឺ viral ហ្មងហើយក៏វាសំខាន់សម្រាប់យើងជាអ្នកផលិតមាតិកា content creator ហ្នឹងខ្ញុំសួរទស្សនិកជនទាំងអស់គ្នាស្វាគមន៍មកកាន់ podcast design នៃផ្សោតទី7ខ្ញុំសួរបងទស្សនវិជ្ជាចឹងយើងតែងតែមានសំណួរសួរឆ្លើយឆ្លងគ្នាទៅវិញចឹងកុំឲ្យខាត់ពេលយូរយើងចូលមកដល់សំណួរគ្នាយើងឃើញថាសង្គមសពថ្ងៃឥឡូវគឺមានជាការលេងប្រព័ន្ធ social media ច្រើនខ្លាំងមែនតើថាថ្មីថាចាស់មែនតើចឹងចង់សួរបងថាតើបងគិតថា platform ណាដែលគេពេញនិយមប្រើច្រើនគេច្រើនជាងគេសម្រាប់ខ្ញុំគិតថានៅប្រទេសយើងមានច្រើន platform ដែលកំពុងពេញនិយមគឺមាន TikTok ហើយនិង Facebook ហើយ Facebook គឺឈរជើងលេខ1ហើយដែលគឺជំនាញជួយចិត្តលេងច្រើនមែនតើហើយបន្តមកទៀតគឺ TikTok ពីរហ្នឹងគឺជា platform ធំៗដែលយើងជួយចិត្តលេងណែបងហើយប៉ុន្តែបើយើងគិតថាបើ worldwide ហ្មងជាពិភពលោកហ្មងគិតថា Instagram ហើយនិង Facebook នេះគ្នា Instagram វាច្រើនគេលេងច្រើននៅបរទេសប៉ុន្តែខ្មែរគេអត់សូវនិយមលេងទេចុះសម្រាប់បងវិញបងគិតថា platform មួយណាដែលពេញនិយមដូចដែលបងបាននិយាយអញ្ចឹងគឺFacebook ជាមួយនឹង TikTok គឺនៅក្នុងស្រុកខ្មែរយើងគឺមានជាការពេញនិយមប្រើច្រើនតែមិនថាថ្មីមិនថាចាស់ឯភាគច្រើនមិនថាគាត់ឬគាត់ទៅណែអញ្ចឹងទៅគាត់មានការចង់មើលអីកំសាន្តអារម្មណ៍អញ្ចឹងបើយើងអាចនិយាយថាភាគច្រើនចាស់គឺគាត់និយមមើល Facebook ដោយសារពេលខ្លះគាត់មើលវីដេអូណាមើលរឿងមើលអីដែលគាត់ចង់មើលអញ្ចឹងគាត់អាចមើលកំសាន្តអារម្មណ៍បានហើយបើសម្រាប់ TikTok វិញភាគច្រើនគឺសម្រាប់យុវវ័យក្មេងៗ Gen Z Gen អីទៅគឺចិត្តមើលខ្លាំងតែមិនថាគេមិនថាខ្ញុំឯងគឺពេលដែលអត់សក់គឺខ្ញុំរបៀបដូចថាយើងចិត្តមើលអីដែលថ្មីមើលអីដែលបំបត្តិភាព stress ចឹងគឺខ្ញុំតែងតែមើល TikTok អីហ្នឹងឯងចឹងសម្រាប់ចូលដល់សំណួរបន្តទៀតតើបងគិតថារបៀបថាវីដេអូខ្លីៗហ្នឹងខ្ញុំគិតថានៅតែមានឥទ្ធិពលសម្រាប់សង្គមឥឡូវបើសម្រាប់ខ្ញុំគិតថាវីដេអូខ្លីៗឬក៏ reel ហ្នឹងគឺ 100% នៅតែពេញនិយមចឹងហើយកាន់តែខ្លាំងទៀតពីព្រោះបច្ចេកវិទ្យាកាន់តែដើរលឿនមនុស្សលើសកលគឺតែងតែមានលក្ខណៈថារៀងខ្ជិលច្រើនអញ្ចឹងអាវីដេអូខ្លីៗហ្នឹងគឺអាចនឹង viral ច្រើនជាងវីដេអូដែលវែងៗព្រោះយើងជួយចិត្តមើលអីដែលខ្លីៗហើយមានប្រយោជន៍ដល់គាត់មកផ្លែតលឿនអញ្ចឹងណាដើម្បីជាការកំសាន្តពេលអត់សុខអីចឹងទៅបើវីដេអូវែងគឺពេលខ្លះធន់ធ្ងន់ទៀតអត់ចង់មើលទេជាពិសេសគឺខ្ញុំអីក៏ដោយខ្លួនខ្ញុំឯងផ្ទាល់ក៏អញ្ចឹងដែរខ្ញុំជួយចិត្តវីដេអូដែលខ្លីៗហើយមានលក្ខណៈមានន័យមានកំសាន្តអារម្មណ៍យើងអញ្ចឹងណាយើងចង់មើលអីខ្លីៗទៅវាយើងលក្ខណៈកុំឲ្យវាយូរវែងម្ល៉េះទៅគឺវាអត់ល្អមើលទេហើយអញ្ចឹងក៏វាអត់សូវមានឥទ្ធិពលដែរបើសិនជាវីដេអូវែងអញ្ចឹងខ្ញុំគិតថាវីដេអូខ្លីនៅតែមានឥទ្ធិពលចុះសម្រាប់បងវិញមកគិតយ៉ាងណាដែរសម្រាប់ខ្ញុំដូចគ្នាបងខ្ញុំអីនៅជាដើមគឺខ្ញុំចិត្តមើលបាត់រៀលអីអញ្ចឹងទៅបើថាយើងមើលរឿងវីដេអូអីដែលវែងអាហ្នឹងវាយើងមើលរឿងអីតែបើយើងដូចយើងថាយើងចង់មើលអីដែលកំសាន្តអារម្មណ៍មើលបំបត្តិ stress អីចឹងទៅគឺជាវីដេអូដែលខ្លីៗហ្នឹងឯងវាថាអ្នកខ្លះគេបង្កើតមាតិកាមកគេបង្កើតជារបៀបរឿងខ្លីៗហើយដូចប្រហែលវិនាទីអីចឹងទៅដើម្បីប៉ុន្តែគាត់ថាក្នុងវីដេអូដែលគាត់បានបង្កើតហ្នឹងមកគឺវាមានន័យដូចថាខ្លះវាជាវីដេអូកំ pl ែងខ្លះវាជាវីដេអូអប់រំអីចឹងទៅអញ្ចឹងចូលមកដល់សំណួរបន្តទៀតសម្រាប់បងតើបងគិតថា algorithm ហ្នឹងវាសំខាន់ប៉ុណ្ណាខ្ញុំគិតថា algorithm គឺវាសំខាន់ខ្លាំងបើសិនជាយើងចេះរៀបចំវាឲ្យត្រឹមត្រូវចឹងណាពីច្រើននៅក្នុង Facebook បើសិនជា algorithm យើងល្អគឺវីដេអូយើងគឺ viral ភ្លុះយកមកក្នុង TikTok ក៏ដោយអញ្ចឹង algorithm គឺជាលក្ខណៈមួយដែលជាឲ្យអ្នក viewer engagement ចូលទៅវីដេអូយើងអញ្ចឹងតាមរយៈការ like ការ share ការ comment អីផ្សេងៗអញ្ចឹងបើសិនជាយើងធ្វើទាំងអស់បើយើងជាអ្នកផលិតមាតិកាយើងអាចធ្វើ algorithm នឹងឲ្យដើរល្អគឺview យើងគឺវីដេអូយើងគឺ viral ហ្មងហើយក៏វាសំខាន់សម្រាប់យើងជាអ្នកផលិតមាតិកា content creator ហ្នឹងអញ្ចឹងខ្ញុំគិតថា algorithm គឺសំខាន់ណាស់នៅក្នុងសម័យ2026ហ្នឹងចុះសម្រាប់បងវិញមកគិតយ៉ាងណា
សម្រាប់ខ្ញុំគិតថា algorithm នោះវាពិតជាសំខាន់ខ្លាំងមែនតើដោយសារតែដូចជាខ្ញុំអញ្ចឹងខ្ញុំតែងតែមើលវីដេអូបែប funny ឬមួយក៏វីដេអូបែប chill អីអញ្ចឹងទៅយើងមើលតែម្ដងពីរដងនៅពេលដែលយើងចង់មើលលើកក្រោយទៀតយើងមិនបាច់ research អីទៀតតែគឺវាតែងតែ load auto ឲ្យយើងឃើញមកអញ្ចឹងមានន័យថាវាពិតជាសំខាន់ខ្លាំងមែនតើសម្រាប់អ្នកដែលបង្កើតមាតិកាចឹងយើងចូលមកដល់សំណួរបន្តទៀតសម្រាប់បងតើបងជាក្នុងនាមបងជាអ្នកផលិតមាតិកាអញ្ចឹងបងដែរកំណត់ខ្លួនឯងដែរគិតថាចង់បាន follower ឬមួយក៏ view អីប្រហែលបងសម្រាប់ខ្ញុំទៅតែចាប់ដើមមាតិកាអញ្ចឹងខ្ញុំគិតថាវីដេអូ view ឬក៏ like share អីហ្នឹងគឺខ្ញុំគិតថាវាអត់សំខាន់ទេសំខាន់ខ្ញុំធ្វើមាតិកាឲ្យអ្នកដែលគាត់ទស្សនាហ្នឹងគាត់ទទួលបានប្រយោជន៍ពីហ្នឹងអញ្ចឹងខ្ញុំគិតថា follower ឬក៏ view វាអាស្រ័យមកតាមពេលក្រោយទេបើសិនជាមាតិកាយើងធ្វើល្អview ហើយ follower ក៏មកតាមនឹងដែរអញ្ចឹងខ្ញុំគិតថាខ្ញុំអត់បាច់ចាំកំណត់ថាប៉ុន្មានទេសម្រាប់ភាពជោគជ័យរបស់ខ្ញុំអញ្ចឹងអាចថាបើអ្នកមើលបានច្រើនក៏វាល្អហើយបាន view ច្រើនក៏វាល្អតាមនឹងដែរអញ្ចឹងអានេះឯងជាសម្រាប់ដែលខ្ញុំគិតខ្លួនឯងអញ្ចឹងខ្ញុំអត់ថាត្រូវបាច់កំណត់ថា100ឬក៏200ទេសំខាន់ពេលខ្ញុំចាប់ដើមមាតិកាខ្ញុំធ្វើអ្នកដែលគាត់មើលហ្នឹងគាត់បានប្រយោជន៍ពីខ្ញុំអាហ្នឹងគឺជាភាពជោគជ័យរបស់ខ្ញុំយ៉ាអញ្ចឹងចុះសម្រាប់បងវិញចំពោះសម្រាប់ខ្ញុំវិញខ្ញុំកំណត់តែខ្ញុំគឺកំណត់តិចតួចទេដោយសារតែខ្ញុំចង់ដឹងថាអីដែលខ្ញុំធ្វើនឹងវាអាចដល់គោលដៅដែលខ្ញុំកំណត់នឹងអត់ព្រោះអីមិនព្រោះអីសម្រាប់ខ្ញុំជាមនុស្សដែលងាយនឹងឆាប់បោះបង់ខ្លាំងមែនតើព្រោះអីខ្ញុំជាអ្នកដែលទៅតែផលិតមាតិកាឬមួយក៏ទៅតែបង្កើតអីឡើងអញ្ចឹងទៅខ្ញុំមានអារម្មណ៍ថានៅពេលដែលខ្ញុំធ្វើអីអត់បានហ្នឹងទៅខ្ញុំងាយឆាប់បោះបង់ណាអញ្ចឹងខ្ញុំចង់កំណត់គោលដៅអីមួយដែលខ្ញុំគិតថាវានឹងអាចបានដល់ប៉ុណ្ណឹងអញ្ចឹងខ្ញុំគិតថាខ្ញុំកំណត់នឹងដើម្បីខ្លួនឯងដែរដើម្បីឲ្យយើងខ្លួនឯងហ្នឹងកុំឆាប់ងាយបោះបង់ពេកអញ្ចឹងចូលដល់សំណួរចុងក្រោយសម្រាប់បងតើបងគិតថា creator ថ្មីហ្នឹងគួរតែចាប់ផ្ដើមពីណាទៅណាសម្រាប់ខ្ញុំ creator ថ្មីដែលគួរគាត់ចាប់ផ្ដើមដូចជាខ្ញុំជាដើមអញ្ចឹងយើងគួរចាប់ផ្ដើមពី build ខ្លួនឯងឲ្យមានភាព unique សិនថាយើងរកភាព unique របស់ខ្លួនឯងថាយើងចេះធ្វើអីគេយើងចូលចិត្តអីគេអញ្ចឹងមកយើងរកនឹងឃើញខ្លួនឯងហើយយើងអាចចាប់ផ្ដើមបានឧទាហរណ៍ថាយើងចូលចិត្តខាងថតរូបការថតវីដេអូការនិយាយជាសាធារណៈអញ្ចឹងយើងអាចសង្កេតមើលខ្លួនឯងសិនថាយើងចូលចិត្តអីអញ្ចឹងយើងទៅ build ខ្លួនឯងនៅក្នុងវិស័យខាងហ្នឹងអញ្ចឹងបើសិនជាយើងនិយាយទៅលើមាតិកាហ្មងបើសិនជាគាត់ចង់បង្កើតមាតិកាតាក់ទងមួយអីចំណង់ចំណូលចិត្តរបស់គាត់ធ្វើខ្ញុំគិតថាគាត់គួរតែ start ពីក្នុង platform TikTok ជាមួយសិន TikTok ហើយព្រោះ TikTok នៅក្នុងនោះគឺវាវីដេអូយើងឆាប់ viral អញ្ចឹងគេឆាប់ស្គាល់យើងក៏ឆាប់ល្បីទៅតាមនឹងដែរព្រោះគាត់ចង់ start វីដេអូគាត់នៅដំបូងគេនៅ platform ផ្សេងៗវាអត់នឹងងាយឲ្យ viewer engagement ចូលក្នុងវីដេអូយើងច្រើនទេអញ្ចឹងបើសិនគាត់ចង់ចាប់ដើមមាតិកាដូចខ្ញុំនិយាយខាងដើមអញ្ចឹងគាត់ស្វែងរកភាព unique របស់ខ្លួនឯងសិនថាគាត់ចេះធ្វើអីគាត់ចូលចិត្តអីហើយចាំយើងធ្វើ content creator នៅក្នុងតាមរយៈ TikTok ហើយវានឹងឡើងទៅតាម platform ផ្សេងៗទៀតដែរវានឹងល្បីតាមហ្នឹងដែលខ្ញុំ recommend ពួកគាត់ចុះសម្រាប់បងវិញសម្រាប់ខ្ញុំជា creator ថ្មីមួយរូបផងដែរខ្ញុំគិតថាអីដែលគាត់គួរតែចាប់ផ្ដើមដំបូងគឺគាត់ត្រូវស្វែងរកខ្លួនឯងសិនដើម្បីនៅពេលដែលគាត់បង្កើតមាតិកាឬមួយក៏ផលិតអ្វីមួយវាងាយស្រួលហើយវាមានភាពជា unique របស់ខ្លួនឯងហើយបើសិនជាគាត់ចង់បានគំនិតឬមួយក៏មតិយោបល់អីផ្សេងគាត់អាច research នៅក្នុងប្រព័ន្ធ social media ឬមួយក៏គាត់អាចបញ្ចេញមតិទៅលើវីដេអូបងដែលជាសិស្សច្បងតែគាត់ជាអ្នកផលិតមាតិកាដូចគ្នាផងដែរអញ្ចឹងវាមានភាពងាយស្រួលដើម្បីឲ្យគាត់បង្កើតមាតិកាក្រោយទៀតដូចគ្នាអញ្ចឹងសម្រាប់អេពីសូតទី7ហ្នឹងក៏ឈានចូលមកដល់ទីបញ្ចប់ផងដែរអញ្ចឹងខ្ញុំទាំងពីរនាក់សូមជម្រាបលាហើយជួបគ្នានៅវីដេអូបន្តទៀត